ជាអាណាចក្រកម្ពុជាសន្និសីទត្រូវបានធ្វើឡើងដោយវិទ្យាស្ថានបណ្ដុះបណ្ដាលនៅស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជានិងធនាគារ ANZ Royal និងមានអ្នកចូលរួមប្រមាណ250នាក់មកពីខាងរដ្ឋាភិបាលមជ្ឈដ្ឋានអាជីវកម្មសហគមន៍ស្រាវជ្រាវសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍអន្តរជាតិនានារបស់កម្ពុជាគូបញ្ជាក់ថាសន្និសីទនេះមានវាលគ្មិនជំនាញមកពីខាងមូលនិធិរូបិយវត្ថុអន្តរជាតិឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិក្រុមធនាគារ ANZ Royal ប្រចាំនៅប្រទេសអូស្ត្រាលី New Zealand និងចូលរួមបកស្រាយពីសូចនាករថ្មីទស្សនវិស័យនិងអធិភាពគោលនយោបាយនានាសម្រាប់សេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍជាតិនៅក្នុងបរិបទក្នុងប្រទេសក្នុងតំបន់និងក្នុងសកលលោកអ្នកផ្សេងៗទៀតក៏បាននឹងផ្ដោតសំខាន់កត្តាផ្សេងៗដែលបង្កនៅបរិយាកាសអំណោយផលជួយកម្ពុជាសម្រេចបាននូវកំណើនមានចីរភាពនិងសម្រាប់គ្រប់គ្នាដូចជាធម្មពលហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍកសិកម្មសន្តិសុខស្បៀងជាដើមនៅក្នុងបរិយាកាសដ៏ថ្លៃថ្លានេះសម្ដេចតេជោហ៊ុនសែនបានថ្លែងសន្ទរកថាគន្លឹះដែលមានខ្លឹមសារថាពិធីបើកនៃសន្និសីទស្តីពីទស្សនវិស័យកម្ពុជាឆ្នាំ2013ដែលផ្ដោតទៅលើប្រធានបទធានាអនាគតកម្ពុជាស្បៀងធម្មពលនិងធនធានធម្មជាតិនេះគឺជាលើកទី7ហើយដែលសម្ដេចបានចូលរួមបើកនិងថ្លែងសន្ទរកថាហើយសម្ដេចក៏សម្ដែងនៅការអបអរសាទរចំពោះវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជានិងធនាគារ ANZ Royal ដែលបានផ្ដួចផ្ដើមរៀបចំសន្និសីទនេះជារៀងរាល់ឆ្នាំដែលជាឱកាសមួយសម្រាប់មន្ត្រីរាជការតំណាងឲ្យមកពីវិស័យឯកជនអ្នកស្រាវជ្រាវអង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍបានមកជួបជុំគ្នាដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាននៅពេលកន្លងមកនិងបញ្ហាប្រឈមនានាដើម្បីស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការជាប្រយោជន៍ជាតិទាំងមូលនិងថ្លែងអំណរគុណចំពោះលោក Scan Nakit នាយកប្រតិបត្តិធនាគារ ANZ Royal ដែលបានគ្រប់គ្រងនិងធ្វើឲ្យកម្មវិធីនេះលេចជារូបរាងឡើងសម្ដេចបញ្ជាក់ថាបច្ចុប្បន្នយើងកំពុងតែស្ថិតនៅចំណុចដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាដោយយើងកំពុងបន្តលើជោគជ័យកន្លងមកនិងរំកិលបន្តិចម្ដងឈានពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ2015-2016គោលនយោបាយនានាដែលត្រូវអនុម័តនិងយុទ្ធសាស្ត្រដែលត្រូវអនុវត្តក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណថ្មីនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ2014-2018ដែលឯកសារទាំងពីរកំពុងត្រូវបានរៀបចំឡើងនិងជោគជ័យនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ2015ជាកត្តាកំណត់នៃជោគជ័យនៅក្នុងការសម្រេចសេចក្តីប្រាថ្នារបស់ជាតិយើងជោគជ័យក្នុងដំណាក់កាលអភិវឌ្ឍបន្តទៅមុខរបស់កម្ពុជានិងអាស្រ័យទៅលើការបន្តធានាកំណើនសម្រាប់ទាំងអស់គ្នាដែលផ្អែកទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចការកែលម្អការប្រកួតប្រជែងនិងផលិតភាពការពង្រឹងវិស័យនាំចេញនិងសំខាន់ដូចជាវិស័យកម្មរក្សាធនស្រាលទេសចរនិងកសិកម្មជោគជ័យក្នុងការនាំចេញអង្ករនិងកសិផលការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងក្របខ័ណ្ឌមហានគរតំបន់មេគង្គក្របខ័ណ្ឌអាស៊ាននិងក្របខ័ណ្ឌអាស៊ីបូព៌ាវឌ្ឍនភាពនៃការកាត់បន្ថយភាពក្រីក្រពង្រឹងប្រព័ន្ធសុខភាពនិងអប់រំដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងការពង្រឹងការអភិវឌ្ឍបែបប្រជាធិបតេយ្យស្ថាប័នសាធារណៈអភិបាលកិច្ចថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាតិនិងលទ្ធភាពទទួលបាននូវធម្មពលក្នុងតម្លៃសមរម្យនិងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវនៃធនធានធម្មជាតិដ៏មានតម្លៃរបស់យើងគឺដីទឹកព្រៃឈើនិងត្រីសម្ដេចបានលើកយកចំណុចសំខាន់3ដែលពាក់ព័ន្ធទៅនឹងប្រធានបទនៃសន្និសីទនៅពេលនេះនិងមានសារៈសំខាន់សម្រាប់ជោគជ័យសម្រាប់កម្ពុជានៅក្នុងពេលអនាគតដែលរួមមានទី1ការអនុវត្តសេដ្ឋកិច្ចបានល្អប្រសើរនាពេលកន្លងមកនិងយុទ្ធសាស្ត្រសម្រាប់បន្តការគ្រប់គ្រងសេដ្ឋកិច្ចនិងកំណើនរឹងមាំទី2ទូនីតិស្នូលនៃធម្មពលនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងការជំរុញសេដ្ឋកិច្ចបរិស្ថានអនុគ្រោះសម្រាប់វិស័យឯកជននិងការសម្រេចបានសន្តិសុខស្បៀងនិងការអភិវឌ្ឍវិស័យកសិកម្មដែលមានផលប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រកម្រិតជីវភាពនិងសុខុមាលភាពរបស់ប្រជាជននៅជនបទនិងជនក្រីក្រសមិទ្ធផលដែលយើងសម្រេចបានក្នុងនីតិកាលទី4រួមមានការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរការអភិវឌ្ឍទីផ្សារមូលបត្របានចាប់ដើមការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានពង្រឹងការកែលម្អការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈការកើនឡើងវិនិយោគទុនផ្ទាល់ពីបរទេស
សមត្ថភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅវិស័យឯកជនត្រូវបានកែលម្អសមត្ថភាពផលិតទំនិញផ្សេងក្រៅពីសម្លៀកបំពាក់នាំចេញទៅទីផ្សារពិភពលោកការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញមានការកើនឡើងដោយសារវិនិយោគទុនផ្ទាល់ពីបរទេសបណ្ដាញគមនាគមន៍មានការរីកចម្រើនគួរឲ្យកត់សម្គាល់វិស័យកសិកម្មមានការរីកចម្រើនដោយសារការកែតម្រង់គោលនយោបាយរបស់រាជរដ្ឋាភិបាលវិស័យទេសចរបានក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិការសម្រេចបាននៅគោលដៅអភិវឌ្ឍសាសវត្តជាច្រើនវិស័យដូចជាវិស័យអប់រំសុខាភិបាលនិងអនាម័យរួមទាំងវិស័យសុខាភិបាលសាធារណៈនិងការផ្គត់ផ្គង់ទឹកស្អាតទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានភាពមិនពិតប្រាកដប្រជានិងភាពទន់ខ្សោយនៃកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបនិងនៅសហរដ្ឋអាមេរិកក៏ដោយក៏ប្រទេសកម្ពុជាបានសម្រេចនៅរក្សាបាននៅការងើបឡើងវិញនៃវិបត្តិសេដ្ឋកិច្ចយ៉ាងរឹងមាំកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល 2008-2012 សម្រេចបាន 5.6% ក្នុងមួយឆ្នាំប៉ុន្តែបើមិនរាប់បញ្ចូលកំណើនឆ្នាំ 2009 ដែលជាឆ្នាំនៃការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ចសកលកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានជាមធ្យម 6.8% កំណើនសេដ្ឋកិច្ចឆ្នាំ 2012 ថ្មីនេះត្រូវបានពិនិត្យឡើងវិញនិងមានអត្រាខ្ពស់ជាងមុនពីអត្រា 7% ទៅដល់ 7.7%ការកើនឡើងនៃវិនិយោគសាធារណៈនិងឯកជនបានងើបឡើងវិញនៃវិស័យឧស្សាហកម្មជាពិសេសការនាំចេញសម្លៀកបំពាក់ការបន្តនៃកំណើនដ៏រឹងមាំនៃវិស័យសេវាភាគច្រើនជាប់ពាក់ព័ន្ធទៅនឹងវិស័យទេសចរនិងវិស័យអចលនទ្រព្យនិងរួមជាមួយនឹងការរីកចម្រើនយ៉ាងខ្លាំងនៃវិស័យហិរញ្ញវត្ថុនិងដំណើរការល្អនៃវិស័យឧស្សាហកម្មនិងកសិកម្មជាពិសេសការផលិតនិងការនាំចេញស្រូវដែលទាំងអស់នេះជាមូលដ្ឋានទ្រទ្រង់នៃកំណើនសេដ្ឋកិច្ចនៅឆ្នាំ 2012 ទស្សនវិស័យនៅពេលអនាគតសម្រាប់កម្ពុជាមានភាពវិជ្ជមានសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើនច្រើនជាង 7% ក្នុងមួយឆ្នាំក្នុងរយៈពេលមធ្យមចំណែកឯប្រធានគណៈមេធាវីអាមេរិកបានសម្ដែងនៅការពេញចិត្តចំពោះកំណែទម្រង់ប្រព័ន្ធតុលាការនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈតុលាការនៅកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីសុកអានរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈទម្រង់ប្រព័ន្ធច្បាប់និងតុលាការកម្ពុជាបានទទួលជួបជាមួយនឹងលោក James Steele Kenneth ប្រធានគណៈមេធាវីអាមេរិកព្រឹកថ្ងៃទី 19 កុម្ភៈនៅទីស្តីការគណៈរដ្ឋមន្ត្រីលោក James Steele Kenneth បានសម្ដែងនៅការស្វាគមន៍ការរីកចម្រើនរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការកម្ពុជាដែលបានបណ្ដុះបណ្ដាលចៅក្រមក្រឡាបញ្ជីដើម្បីជំនួយដល់ប្រព័ន្ធតុលាការកម្ពុជាអាដាមសុកអានក៏បានជម្រាបជូនភ្ញៀវថាកម្ពុជាមានការរីកចម្រើនខ្លាំងលើវិស័យតុលាការនិងឈានទៅបង្កើតឲ្យមានតុលាការពាណិជ្ជកម្មពីព្រោះប្រទេសកម្ពុជាមានអ្នកវិនិយោគិនច្រើនមកវិនិយោគនៅកម្ពុជាលោក James បានសម្ដែងនៅការស្វាគមន៍និងគាំទ្រចំពោះការលើកឡើងរបស់អាដាមនាយករដ្ឋមន្ត្រីនិងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាដាមសុកអានបានមានប្រសាសន៍ថាអាដាមចង់ឃើញរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការកម្ពុជាមានការសហការល្អលើការងារវិជ្ជាជីវៈនិងការផ្លាស់ប្ដូរគំនិតយោបល់ទស្សនៈជាមួយនឹងគណៈមេធាវីអាមេរិកសប្តាហ៍នេះប្រទេសកម្ពុជាបានបញ្ជូនមេធាវីកម្ពុជា 18 នាក់ទៅរៀននៅក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពដោះស្រាយខាងវិវាទជំនួញនិងក្លាយទៅជាចៅក្រមនៅថ្ងៃអនាគតទូរទស្សនិកជនជាទីមេត្រីសម្រាប់ព័ត៌មានជាបន្តទាក់ទងទៅនឹងឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានលើកឡើងពីករណីលោកសំរងស៊ីនិងមុំសំងដូនៅក្នុងឱកាសចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងអាដាមនាយករដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងឱកាសដែលត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារអាដាមនាយករដ្ឋមន្ត្រីហៅដំហុងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2013 នៅទីស្តីការក្រសួងការបរទេសលោក Michelle Posner ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារបានជម្រាបជូនអាដាមនាយករដ្ឋមន្ត្រីហៅដំហុងថាគោលបំណងសំខាន់នៃដំណើរទស្សនកិច្ចលោកនៅកម្ពុជានៅពេលនេះគឺផ្ដោតសំខាន់ទៅលើសភាពការលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងឱកាសនេះលោកឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានសម្ដែងនៅការទទួលស្គាល់និងវាតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនទៅលើស្ថានភាពលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាអាដាមអ៊ុចបូរ៉េតរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹងថា
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះលោក Michel Posner បានលើកឡើងនៅករណីសំខាន់ចំនួន2គឺត្រង់ចំណុចដែលភាគីអាមេរិកចង់ឃើញឲ្យមានការចូលរួមរបស់មេបកប្រឆាំងនៅកម្ពុជានិងលោកមុំសមងដូនៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី5នៅកម្ពុជានាខែកក្កដាខាងមុខនេះដើម្បីឲ្យដំណើរការនៃលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងជាមួយនេះលោក Posner ក៏បានលើកឡើងនៅការវិនិច្ឆ័យរបស់រដ្ឋាភិបាលនិងព្រឹទ្ធសភាអាមេរិកដែលបានចាត់ទុកការកាត់ទោសលោកសំរងស៊ីនិងលោកមុំសមងដូគឺជាលក្ខណៈនយោបាយជាការឆ្លើយតបអារម្មណ៍នាយករដ្ឋមន្ត្រីហ៊ុនដំហុងបានឆ្លើយបញ្ជាក់យ៉ាងច្បាស់ថាការកាត់ទោសឬការដាក់ទោសទណ្ឌដោយតុលាការកម្ពុជាទៅលើតណ្ឌិតសំរងស៊ីក៏ដោយនិងលោកមុំសមងដូក៏ដោយគឺមិនមែនកាត់ទោសលើបុគ្គលដែលបំពេញសកម្មភាពក្នុងក្របខ័ណ្ឌការងារលទ្ធិប្រជាធិបតេយ្យឬមួយការងារដើម្បីទាមទារការគោរពសិទ្ធិមនុស្សទេប៉ុន្តែជាការកាត់ទោសបុគ្គលម្នាក់ដែលបានប្រព្រឹត្តខុសច្បាប់នៅក្នុងករណីនេះឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថាលោកសំរងស៊ីបានទៅដកបង្គោលព្រំប្រទល់ដែលជាបង្គោលបោះដោយក្រមការងារចម្រុះកម្ពុជាវៀតណាមដើម្បីកំណត់ជាបឋមជាគោលនៃការវាស់វែងព្រំដែនរវាងប្រទេសទាំងពីរកម្ពុជាវៀតណាមមិនតែប៉ុណ្ណោះលោកសំរងស៊ីថែមទាំងបានថ្លែងនៅផែនទីមិនពិតប្រាកដមួយដើម្បីវិប្រហាររដ្ឋាភិបាលថាលួចដីឲ្យបរទេសដែលជាផែនទីមិនត្រឹមត្រូវមួយដែលអ្នកបច្ចេកទេសនិងអន្តរជាតិទទួលស្គាល់នោះទេដូច្នេះត្រង់ចំណុចនេះឯកឧត្តមនាយករដ្ឋមន្ត្រីបញ្ជាក់ថាតើគណៈប្រតិភូអាមេរិកដែលបានលើកឡើងថាការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យចំពោះបុគ្គលម្នាក់ដែលបានរំលោភច្បាប់ដោយអាដាមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថានៅកម្ពុជាមានច្បាប់ដូច្នេះនៅណាក៏ដោយដែលគោរពច្បាប់មិនអាចរំលោភច្បាប់បាននោះទេគឺត្រូវតែគោរពច្បាប់និងនៅក្រោមច្បាប់ដូចគ្នាដូច្នេះករណីលោកសំរងស៊ីដែលបានប្រព្រឹត្តនៅអំពើដែលបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋផ្ទុយនឹងច្បាប់រំលោភលើច្បាប់ត្រូវតែទទួលទោសត្រង់ចំណុចនេះឯកឧត្តមនាយករដ្ឋមន្ត្រីបានសម្ដែងនៅចម្ងល់និងបានលើកឡើងជាសំណួរថាអាមេរិកតែងតែទាមទារឲ្យកម្ពុជាមិនត្រូវជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងនិងឯករាជ្យភាពរបស់តុលាការប៉ុន្តែឥឡូវបែរជាមកទាមទារឲ្យកម្ពុជាដោះលែងលោកសំរងស៊ីដើម្បីបានចូលរួមការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី5នាពេលខាងមុខនេះដែលការងារដាក់ទោសនេះជាសមត្ថកិច្ចនិងជាកាតព្វកិច្ចរបស់តុលាការវាមិនមែនជាកាតព្វកិច្ចឬសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជានោះទេដូច្នេះការទាមទារឲ្យមានការដោះលែងលោកសំរងស៊ីនាពេលនេះគឺមានន័យថាសហរដ្ឋអាមេរិកកំពុងតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការទៅវិញដោយឡែកករណីរបស់លោកមុំសមងដូក៏ដូចគ្នាគឺតុលាការក៏បានកាត់ទោសលោកដោយមានភស្តុតាងច្បាស់លាស់ទាំងសាក្សីគ្រប់គ្រាន់រួមទាំងក្រុមរបស់លោកមុំសមងដូបានចូលរួមសារភាពព្រមទាំងសាក្សីពីប្រជាពលរដ្ឋនៅមូលដ្ឋានដូច្នេះតុលាការបានធ្វើការកាត់ទោសទៅតាមអ្វីនឹងការប្រព្រឹត្តរបស់លោកមុំសមងដូដែលបាននាំប្រជាជនបង្កើតតំបន់អបគមស្ថិតនៅភូមិប្រមាឃុំពីធ្នូស្រុកស្នួលខេត្តក្រចេះនាពេលកន្លងមកនេះឯកឧត្តមអ៊ុយបេរិតបានបន្ថែមថាករណីទាំងពីរខាងលើនេះឯកឧត្តមនាយករដ្ឋមន្ត្រីហ៊ុនដំហុងបានសង្កត់ធ្ងន់ថាតើករណីរបស់លោកសំរងស៊ីនិងករណីរបស់លោកមុំសមងដូដែលជាអ្នកបានរំលោភទៅលើច្បាប់ហើយត្រូវបានកាត់ទោសដោយតុលាការបែរជាសហរដ្ឋអាមេរិកទាមទារឲ្យកម្ពុជាដោះលែងអ្នកទោសទាំងពីរខាងលើនេះនោះមានន័យថាកំពុងតែទាមទារឲ្យកម្ពុជារំលោភលើច្បាប់របស់ខ្លួនឯងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការដោយដៃម្ខាងទាមទារឲ្យកម្ពុជាគោរពច្បាប់និងឯករាជ្យភាពរបស់តុលាការប៉ុន្តែដៃម្ខាងទៀតឲ្យកម្ពុជាជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់តុលាការនិងទាមទារឲ្យកម្ពុជារំលោភលើច្បាប់របស់ខ្លួនឯងតើសហរដ្ឋអាមេរិកចង់បានអីទន្ទឹមនឹងនេះឯកឧត្តមនាយករដ្ឋមន្ត្រីបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សវាគឺជាបញ្ហាដែលត្រូវតែនៅក្រោមក្របខ័ណ្ឌច្បាប់បើមិនមែននៅក្រោមក្របឆ័ត្រទៅបើមិនមែននៅក្រោមក្របខ័ណ្ឌច្បាប់នោះទេវានឹងคล้ายទៅជាអនាធិបតេយ្យដូច្នេះកម្ពុជាមានទស្សនៈរបស់ខ្លួនថាការអនុវត្តច្បាប់គឺជាការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដូច្នេះប្រសិនបើគ្មានការគោរពច្បាប់និងការអនុវត្តច្បាប់ទេដោយដែលបានទាមទារឲ្យមានការដោះលែងអ្នកដែលកំពុងជាប់ទោសទាំងពីរខាងលើវានឹងបង្កឲ្យមានភាពអនាធិបតេយ្យដែលកម្ពុជាមិនអាចធ្វើបានឡើយនៅក្នុងនាមកម្ពុជាជាប្រទេសដែលមានឯករាជ្យភាពនិងអធិបតេយ្យភាពពេញលេញគ្រប់ច្បាប់និងជាប្រទេសនីតិរដ្ឋ
អាករណីតណ្ឌិតលោកសំរងស៊ីប្រសិនបើចង់ចូលស្រុកវិញត្រូវតែនិយាយជាមួយតុលាការថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី19ខែកុម្ភៈឆ្នាំ2013អាយដាមខៀវកញ្ញរិទ្ធបានមានប្រសាសន៍ថាលោកសំរងស៊ីបើចង់ចូលស្រុកត្រូវធ្វើយ៉ាងម៉េចនិយាយជាមួយនឹងតុលាការពីព្រោះតុលាការបានកាត់ទោសរួចហើយបញ្ហាធំរឿងអ្នកនយោបាយធ្វើខុសនេះជារឿងអ្នកនយោបាយបានប្រព្រឹត្តបំពានច្បាប់ដូច្នេះអ្នកនយោបាយត្រូវមានទោសមិនមែនជាការកាត់ទោសអ្នកនយោបាយទេគឺកាត់ទោសអ្នកនយោបាយដែលមានទោសអាយដាមខៀវកញ្ញរិទ្ធអ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានលើកឡើងថាតើមានការសម្របសម្រួលណាមួយឲ្យលោកសំរងស៊ីវិលមកកម្ពុជាវិញដែរឬទេលោកបានបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាមិនអាចចាប់ដៃជាមួយនឹងគណៈបកប្រឆាំងបានមិនមែនអញ្ចឹងទេរឿងបញ្ហាត្រង់តែគណៈបកប្រឆាំងចោទថាមន្ត្រីរបស់គណៈបកប្រជាជនកម្ពុជាជាពួកក្បត់ជាតិជាចោរលួចជាតិរួចចង់មកចាប់ដៃជាមួយធ្វើអីបើពួកនឹងវាក្បត់ជាតិទៅហើយក៏មកចាប់បើអញ្ចឹងមានតែគាត់ចង់ក្បត់ជាតិដែរយើងថាมันអាចចាប់ដៃបានបើនៅជេររហូតអញ្ចឹងអ្នកណាចាប់កើតប៉ុន្តែទន្ទឹមនោះគឺមានត្រាមួយដែរគឺនិយាយពីប្របាក់នឹងក៏មិនអាចលោកបានដែរមិនអាចថាមានបាក់មួយកាន់អាចបានទេគាត់ធំនេះបានកំណត់ច្បាស់ដែរនោះអត់ហើយនេះបានតែបញ្ចាំបាច់ទៅពាក្យដល់ចៅក្បត់ជាតិលួចដីចៅលួចជាតិអីវាអាក្រក់មើលណាពីព្រោះទី1អាក្រក់មើលប៉ុន្តែទី2គណៈបកដែលគេជេរត្រូវតែមានវិធានការតអីពីព្រោះយើងបាននិយាយថាប្រជាធិបតេយ្យឬអីគឺបោះឆ្នោតគឺយកសម្លេងប្រជាជននេះអញ្ចឹងបើមិនមានប្រតិកម្មតមានខ្លួនឯងលុបច្បាប់មែនមានឯងលុបជាតិមែនអញ្ចឹងការប្រតិកម្មតតាអីមានតតាមតុលាការនេះគឺប៉ុណ្ណាជឿរហូតមកដល់លោកសំរងស៊ីទៅធ្វើមិននិយាយមួយតុលាការតុលាការកាត់ទោសរួចហើយតែរឿងបញ្ហាធំគឺអ្នកនយោបាយបានប្រថុសណាពីព្រោះអ្នកនយោបាយនឹងបានប្រព្រឹត្តបំពានច្បាប់អញ្ចឹងគឺអ្នកនយោបាយដែលមានទោសមិនកាត់ទោសនយោបាយទេគឺកាត់ទោសអ្នកនយោបាយដែលមានទោសតើតើទៅនឹងបញ្ហារាជវង្សចូលធ្វើនយោបាយអាយដាមខៀវកញ្ញរិទ្ធបានអះអាងថាពុំមានការហាមឃាត់មិនឲ្យខ្សែរាជវង្សសានវង្សចូលរួមនៅក្នុងកិច្ចការនយោបាយទេលោកបានលើកឡើងថាការដែលមន្ត្រីជាន់ខ្ពស់គណៈបកហ្វុនស៊ីនពេចដែលបានយាងព្រះអង្គម្ចាស់អរុណរស្មីមកធ្វើជាប្រធានគណៈបកនោះគឺពុំមានអ្វីទាស់ខុសនោះទេពីព្រោះព្រះអង្គម្ចាស់អរុណរស្មីធ្លាប់គង់ជាថ្នាក់ដឹកនាំគណៈបកនោះយូរមកហើយលោកបញ្ជាក់ថាយើងអត់មានហាមឃាត់រឿងហ្នឹងទេគ្រាន់តែកន្លងមកយើងមិនចង់ឲ្យមានហើយកន្លងមកព្រះអង្គម្ចាស់អរុណរស្មីធ្លាប់ជាថ្នាក់ដឹកនាំរបស់គណៈបកហ្វុនស៊ីនពេចហើយសម្ដេចក្រមព្រះនរោត្តមរណរដ្ឋក៏នៅក្នុងគណៈបកនយោបាយដែរហើយការយាងមកវិញជារឿងធម្មតាទស្សនិកជនជាទីមេត្រីនៅពេលបន្តិចនេះលោកអ្នកនាងបានទស្សនាព័ត៌មានអន្តរជាតិជាបន្តទៀត